សម្រាប់រឿងមួយនេះបើសិនជាអ្នកទាំងអស់គ្នាមានស្មារតីនឹងណូហ៊ានទទួលយកនៅការធ្វើទារុណកម្មមនុស្សយ៉ាងសាហាវប្រៃផ្សៃទាំងផ្លូវភេទនិងផ្លូវចិត្តរឿងមួយនេះគឺអ្នកទាំងអស់គ្នាមិនគួររំលងប៉ុន្តែសម្រាប់អ្នកដែលគាត់មានស្មារតីនឹងណូតែប៉ុណ្ណោះ Atroz ឬក៏គេហៅថា Atrocious គឺជាខ្សែភាពយន្តរបស់ប្រទេសមិចស៊ីកូផលិតនៅឆ្នាំ2015ដែលនិយាយអំពីឃាតករពីររូបដែលត្រូវបានប៉ូលីសចាប់បានក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ការស៊ើបអង្កេតរបស់ប៉ូលីសទៅលើបរិសុទ្ធឃាតករពីរនាក់នេះបាននាំឲ្យពួកគេឃើញភស្តុតាងវីដេអូនៃអំពើខុសខើដែលពួកគេបានប្រព្រឹត្តហើយបានថតទុករហូតមកដល់ពេលនេះបើសិនជាអ្នកទាំងអស់គ្នាបានទស្សនា A Serbian Film ហើយដែលជារឿងដែលគួរឲ្យសាហាវប្រៃផ្សៃខ្លាំង Atroz គឺមានកម្រិតសាហាវប្រៃផ្សៃដូចរឿងមួយនេះដែរភាពយន្តមួយនេះបើយើងដាក់ចិត្តមើលទៅគឺហាក់បីដូចជាអ្វីដែលបានកើតឡើងនឹងថតពិតប្រាកដមែនដោយយើងភ្លេចស្មានថាវាគឺជារឿងព្រោះវាសាហាវពេកមានវគ្គមួយនោះដែលនៅក្នុងរឿងនោះគឺវាសាហាវខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងការប្រើបន្លាលួសយកទៅដាក់ចូលទៅក្នុងខ្លួនរបស់មនុស្សស្រីនៅកន្លែងដែលមិនគួរដាក់ដែលជាវគ្គរំលោភដែលគួរឲ្យសាហាវខ្លាំងមែនទែនបើសិនជាអ្នកទាំងអស់គ្នាចង់មើលរឿងនេះខ្ញុំអាចដាក់ link នៅក្នុង description បាន